cái đây khi tất cả mũi tia đấy đại ca lang đời bảo chân chết chân mà nét thua ca sầm lạp từ lơ transgender đại quạt cứ chỉ chân chết thay ca tìm sao mình đại hưởng cái đây đấy cứ cả lang ở đời bảo mà nét đại quạt cứ chỉ chân chết chân đại quạt mình chung tha phu tรงnhớ đại quạt mìnhอยู่saiจากปีឆ្នាំគាត់គឺជាភ្ញៀវទេសចរដែលមកលេងប្រទេសថៃហ្នឹងជាលើកទី3ហើយហើយលើកទី1គឺបរិបទជនជាតិចិនហ្នឹងគឺគាត់មកតាមធូរលើកទី2លើកទី3ហ្នឹងគឺគាត់មកតែឯងអ្នកនរគ្នាដល់លើកទី3ហ្នឹងគឺគាត់មកលេងនៅផាតាយាចៃដនអីថ្ងៃទី25ខែ4ហ្នឹងពេលល្ងាចគឺគាត់បានជួបនឹងជនហុងគ្រូដែលមានឈ្មោះថាវរនុនដែលមានអាយុ25ឆ្នាំហើយនៅពេលដែលជួបគ្នាហ្នឹងបរិបទជនជាតិចិនហ្នឹងហើយនឹងវរនុនហ្នឹងគាត់ក៏បានដោះដូរ contact គ្នាដើម្បីឆាតអីចឹងទៅដល់ពេលយប់ឡើងពីអ្នកគាត់ក៏បានព្រមព្រៀងគ្នាដើម្បីមកកេងពេលមកកេងហ្នឹងគឺគេព្រមព្រៀងគ្នាក្នុងតម្លៃ 8000 បាតតាមព័ត៌មានដែលខ្ញុំអានគឺគេបាននិយាយថានៅពេលដែលមកហ្នឹងវរនុនគឺគាត់អត់ព្រមមានអីជាមួយនឹងបរិបទចិនហ្នឹងហើយបរិបទចិនហ្នឹងគាត់វាថាអត់ព្រមអញ្ចឹងគាត់ចាប់ដើមទាលុយពាក់កណ្ដាលមកវិញប៉ុន្តែវរនុនគឺគាត់អត់ព្រមហើយក៏ធ្វើការធាក់បរិបទចិនហ្នឹងធ្លាក់លើខែអញ្ចឹងបរិបទចិនហ្នឹងគឺគាត់ខំពេញអ្នកនរគ្នាអញ្ចឹងទៅគាត់ក៏បានហក់ឡើងលើខែជិះពីលើហើយច្បាប់ក៏វរនុនហ្នឹងរហូតដល់ដាច់ខ្យល់បន្ទាប់មកបរិបទជនជាតិចិនហ្នឹងគាត់ក៏បានអូសសាកសពរបស់វរនុនហ្នឹងចូលទៅក្នុងបន្ទប់ទឹកនៅក្នុង apartment របស់គាត់ហ្នឹងហើយគាត់ក៏បានចាប់ដើមយកកន្ត្រៃដែលគាត់ទៅតែទិញមុនពេលដែលគាត់ជួបវរនុនហ្នឹងយកមកវះពីករហូតដល់ក្រោមហ្នឹងហ្មងអ្នកនរគ្នានិយាយទៅគឺគាត់វះយកដូចជាបេះដូងហើយសំខាន់ណាសាកសពរបស់វរនុនហ្នឹងគឺគាត់បាត់សួតមកជាហៀងទៀតហើយសំខាន់កន្ត្រៃដែលគាត់យកវះសាកសពហ្នឹងគឺគាត់ទៅតែទិញមុនពេលដែលណាត់ជួបវរនុនអ្នកនរគ្នាដូចគាត់រៀប plan អញ្ចឹងណាអញ្ចឹងនៅពេលដែលមុនជួបហ្នឹងគឺគាត់ចាប់ដើមទៅទិញថង់ទិញកន្ត្រៃទិញអីទុកអីឥឡូវយើងតវិញអញ្ចឹងបន្ទាប់ពីគាត់វះសាកសពវះអីហើយគឺគាត់ចាប់ដើមលាងសម្អាតស្នាមឈាមស្នាមអីហ្នឹងហើយគឺគាត់ចាប់ដើមធ្វើការកេងធម្មតាទៀតទាំងដែលសាកសពរបស់វរនុនហ្នឹងគឺនៅក្នុងបន្ទប់ទឹកបន្ទាប់មកផឹកឡើងបរិបទជនជាតិចិនហ្នឹងគឺគាត់ចាប់ដើមបុកសបុកយន្តហោះដើម្បីហោះទៅចិនវិញហ្មងអ្នកនរគ្នាប៉ុន្តែចៃដន្យអីនៅពេលដែលគាត់ចេញពីបន្ទប់ហ្នឹងណាគឺអ្នកអនាម័យដែលគាត់ឮសំឡេងពីយប់ឬសំឡេងឆ្លូសំឡេងអីហ្នឹងគឺគាត់សង្ស័យគាត់ក៏ហៅអ្នកធ្វើការនៅ apartment ហ្នឹងដើម្បីយកសោមកបើកទ្វារមើលនៅពេលដែលគាត់បើកទ្វារមើលគឺគាត់បានឃើញសាកសពរបស់វរនុននៅក្នុងបន្ទប់ទឹកដោយរបៀបថាវះត្រូវគេវះយកក្នុងស្អីចេញអញ្ចឹងណាតបមកខាងបុគ្គលិកគេក៏បាន report ទៅប៉ូលីសឲ្យចេញព័ត៌មានព្រមព្រៀងដោយតែយើងឃើញហ្នឹងអ្នកនរគ្នាហើយបរិបទជនជាតិចិនហ្នឹងពេលហ្នឹងគឺគាត់រៀប scan ឡើងយន្តហោះដើម្បីចេញទៅប្រទេសចិនវិញអ្នកនរគ្នាចៃដន្យអីប៉ូលីសខាងអន្តរប្រវេសន៍ហ្នឹងគឺគេដូចថាអាចនឹងប៉ូលីសគេមានខ្សែបណ្ដាញគ្នាគេអញ្ចឹងគេឃើញគឺគេខាត់ខ្លួនគាត់យកមកហើយនៅលើមុខគាត់នៅពេលដែលប៉ូលីសខាត់ខ្លួនបានគឺសិតតែស្នាមកញ្ញៅអ្នកនរគ្នាដូចប្រទីបតបគ្នាវរនុនកញ្ញៅមុខគាត់អីចឹងឡើងដៃរត់ពេញមុខហ្មងទៅពេលដែលប៉ូលីសខាត់ខ្លួនគាត់បានប៉ូលីសគេក៏បានបញ្ជូនគាត់មកប៉ូលីសនៅផាតាយាហើយគេក៏បានសួរនាំចម្លើយគាត់គឺគាត់បាននិយាយថាគាត់សម្លាប់ដោយសារតែគាត់ខំពេកអ្នកនរគ្នាគាត់ខំមកពេលហើយគាត់អត់អាចគ្រប់គ្រងខ្លួនឯងបានគាត់ធ្វើអញ្ចឹងគឺគាត់មាន plan ទេប៉ុន្តែប៉ូលីសគឺសួរថាចេះចុះបើអត់មាន plan ហេតុអីក៏អ្នកឃើញអីទៅទិញកន្ត្រៃហើយនឹងទិញថង់ទិញអីចឹងណាអញ្ចឹងគាត់បាននិយាយថាគាត់ទិញថង់ហ្នឹងដោយសារសម្រាប់ដាក់សម្ភារៈគាត់ដោយសារគាត់អត់មានរបៀបមានវ៉ាលីមានអីចឹងទេហើយសម្រាប់កន្ត្រៃគឺគាត់ទិញមកដើម្បីការពារខ្លួននៅពេលដែលគាត់ដើរលេងយប់ចេញមកចម្លើយចេញមកគឺអត់ស៊ីហ្មងណាប៉ូលីសគេក៏បានសួរទៀតថាហេតុអីបាននិយាយថាសម្រាប់ហើយហេតុអីក៏ចង់បាច់វះយកក្នុងអីទៀតគឺគាត់និយាយថាគាត់ចង់លេងជាមួយនឹងសាកសពរបស់ជនហុងគ្រូរបស់គាត់ហ្នឹងប៉ូលីសក៏សួររឿងសួរដែរអ្នកនរគ្នាថៃបានបាត់សួរគាត់យកសួរហ្នឹងទៅណាព្រោះឃើញតែបេះដូងអីចឹងគាត់និយាយថាសួរហ្នឹងគឺគាត់អត់បានប៉ះទេអញ្ចឹងប៉ូលីសគាត់ឆ្ងល់ថាបាត់អវយវៈខាងក្នុងហ្នឹងបាត់ទៅណាសួរហ្នឹងបាត់ទៅណាបើគាត់អត់បានប៉ះចុះរឿងក្តីហ្នឹងគឺអាចនឹងមានវែងឆ្ងាយទៀតអ្នកនរគ្នាព្រោះគាត់អត់ទាន់និយាយថាសួរហ្នឹងបាត់ទៅណាហើយប្រជាជនហ្នឹងគឺគេឆ្ងល់គ្រប់គ្នាអ្នកនរគ្នាសូម្បីតែខ្ញុំក៏ខ្ញុំឆ្ងល់ដែរតែរឿងក្តីយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងអូនមានមតិអីអាច comment នៅក្រោមហ្នឹងបានហើយជួយ like Facebook page ហើយនិង follow IG របស់ខ្ញុំញ៉ាំមួយផងជួបគ្នានៅវីដេអូក្រោយ